នៅពីក្រោយលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាចាចេញមកគម្រាមពលរដ្ឋនិងចាប់ខ្លួនពលរដ្ឋចាដែលហ៊ានប្រៀបធៀបរូបលោកទៅនឹងអតីតប្រធានាធិបតីនៃប្រទេសហ្វីលីពីនចាលោកឌុយតេតេដែលកំពុងតែជាប់ឃុំនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិចាភ្ញៀវរបស់យើងនៅយប់នេះចាមានពីររូបចាគឺមានលោកអាឡិចដែលជាស្ថាបនិករបស់អង្គការចលនាមេដាធម្មជាតិហើយមួយរូបទៀតចាគឺលោកកឹមសុខលោកជាអ្នកអត្ថាធិប្បាយនយោបាយចានៅឯប្រទេសហ្វាំងឡង់ចាសូមជម្រាបសួរអាឡិចពីចម្ងាយចាសូមជម្រាបសួរបាទទុកស្លាយបងអរគុណចាជម្រាបសួរលោកកឹមសុខផងចាបាទជម្រាបសួរបាទបងជីវីហើយជម្រាបសួរលោកអាឡិចបាទជម្រាបសួរបងចាតកតងទៅនឹងប្រធានាធិបតីអតីតប្រធានាធិបតីរបស់ប្រទេសហ្វីលីពីននេះចាគឺលោករ៉ូទ្រីហ្គោឌុយតេតេចាលោកគឺជាមេដឹកនាំនៅតំបន់អាស៊ីដំបូងគេហើយចាដែលត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិចាប់ខ្លួនហើយការចាប់ខ្លួននេះទៀតសោតចាគឺនៅក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិរួមជាមួយនឹងករណីជាអំពើឃាតកម្មផ្សេងទៀតចាដែលតកតងទៅនឹងអ្វីមួយដែលលោកឌុយតេតេធ្លាប់ដាក់ឈ្មោះថាគឺជាសង្គ្រាមគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីននៅក្នុងពេលដែលលោកឌុយតេតេបានកាន់អំណាចចាស់គឺចាប់តាំងពីឆ្នាំ2016បន្តរហូតដល់ឆ្នាំ2022ហើយការចាប់ខ្លួនលោកឌុយតេតេនេះគឺយើងដឹងទាំងអស់គ្នាថាគឺអាជ្ញាធរហ្វីលីពីនផ្ទាល់តែម្ដងគឺជាអ្នកចាប់ខ្លួនលោកហើយបញ្ជូនទៅឲ្យ ICC ចាតុលាការព្រហ្មទណ្ឌអន្តរជាតិតើទៅនឹងបញ្ហានេះនៅឯប្រទេសកម្ពុជាឯនេះវិញចាប្រធានព្រឹទ្ធសភាដែលជាប្រធានគណៈបកកណ្ដាលអំណាចផងនោះចាបានចេញមកភ្លាមចាគឺមកបំបិទមាត់ពលរដ្ឋមិនឲ្យរិះគន់ចាមិនឲ្យភ្ជាប់លោកទៅនឹងលោកឌុយតេតេទេហើយក្នុងនោះបានចាប់ខ្លួនមនុស្សម្នាក់ដែលជាអ្នកលក់ចាប់ហួយនៅឯខេត្តបាត់ដំបងចាអ្នកលក់ចាប់ហួយនោះគាត់មានឈ្មោះថាលោកអូវីដេចាគាត់មិននិយាយចំទេពេលដែលគាត់រិះគន់គឺគាត់និយាយបញ្ឆិតបញ្ឈៀងទេគឺគាត់បានចូលទៅ comment នៅលើ Facebook របស់លោកផនផាណាដោយបានcomment ថាដល់ពេលតាសាញ់ពេលនោះគឺជប់លៀងអបអឲ្យណានៃម្ដងអបអសាទរឲ្យណានៃម្ដងហើយគាត់បានបន្ថែមទៀតថាគឺជប់លៀងរយៈពេល3យប់3ថ្ងៃចាគឺដោយសារតែសារនេះហើយដែលធ្វើឲ្យលោកហ៊ុនសែនខឹងចាទ្រាំមិនបានចាបានបញ្ជាឲ្យចាប់ខ្លួនភ្លាមតែម្ដងហើយបើតាមសម្ដីរបស់លោកនោះគឺចាប់ខ្លួនទាំងយប់តែម្ដងបញ្ជូនមករាជធានីភ្នំពេញតែម្ដងចាតកតងនឹងរឿងនេះចាសំណួររបស់នេះខ្ញុំដំបូងបំផុតនោះគឺចង់ដឹងថាតើពលរដ្ឋនៅក្នុងប្រទេសប្រជាធិបតេយ្យជាពិសេសគឺអាជ្ញាធររដ្ឋកម្ពុជានឹងគឺតែងតែអួតអាងថាកម្ពុជាគឺជាប្រទេសប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សសពបែបយ៉ាងហ្នឹងតើពលរដ្ឋនៅក្នុងប្រទេសនេះហេតុអ្វីមានសិទ្ធិទេទាំងក្នុងការដែលប្រៀបធៀបគឺមិនទាំងនិយាយចំផងគ្នាមិនហ៊ានទាំងនិយាយចំផងប៉ុន្តែបែរជាត្រូវចាប់ខ្លួនដែរនេះតើពួកគាត់មានសិទ្ធិដែរទេចាសូមអញ្ជើញលោកអាឡិចចាបាទអញ្ចឹងសូមជម្រាបសួរម្ដងទៀតដល់បងសុជីវីដល់បងកឹមសុខហើយអ្នកស្ដាប់បញ្ជាក់សេរីសំណួរល្អសំណួរសំខាន់ណាយកគិតថានៅប្រទេសកម្ពុជាគឺអត់មានទេប្រជាធិបតេយ្យនីតិរដ្ឋទេមានតែគ្រួសារមួយដែលគ្រប់គ្រងស្ថានភាពគ្រប់គ្រងអំណាចកាន់តែប្រតិការទៅដូច្នេះហើយគ្មានអីចម្លែកទេនៅពេលដែលអតីតនាយករដ្ឋមន្ត្រីលោកហ៊ុនសែនបញ្ជាឲ្យគេចាប់កណ្ដាលយប់គេទៅរំលោភទាំងស្រុងទៅលើតុលាការផងរំលោភទាំងស្រុងទៅលើអំណាចនីតិប្រតិបត្តិព្រោះគាត់ប្រធានសភាមិនមែនជានាយករដ្ឋមន្ត្រីទេគាត់រខទៅគាត់រំលោភបញ្ជាឲ្យចាប់កណ្ដាលយប់ទៅអាហ្នឹងគឺគ្មានអីជាចម្លែកទេព្រោះយើងឃើញអ្នកនេការប្រហែលឆ្នាំកន្លងមកគឺដើរតែផ្លឹងចឹងហ្នឹងចំណុចទី1ចំណុចទី2សូតានៅប្រទេសឧទាហរណ៍ថាប្រទេសស្ប៉ែនដែលខ្ញុំនៅរងថ្ងៃប្រជាពលរដ្ឋបញ្ចេញយោបល់តាមបណ្ដាញសង្គមថាប្រើរហស្សនាមព្រោះលោកនៅបាត់ដំបងហ្នឹងគេចាប់ហ្នឹងមិនប្រើឈ្មោះហ៊ុនសែនទេគាត់តែហៅតាសាញ់អញ្ចឹងណាបើសិនជាហៅរហស្សនាមឬក៏សូម្បីតែនិយាយចំដល់នាយករដ្ឋមន្ត្រីថាថ្ងៃណាមួយគេចាប់ហ្នឹងគឺតុលាការអត់ចាប់ទេដាច់ខាតដែរព្រោះហ្នឹងគេចាត់ទុកជាសិទ្ធិបញ្ចេញមតិប៉ុន្តែបើសិនបើបញ្ចេញសារតាមបណ្ដាញសង្គម TikTok ក៏ដោយ Facebook ក៏ដោយឬក៏ WhatsApp ក៏ដោយប្រើពាក្យថាគំរាមសម្លាប់ឬក៏បញ្ហាការណាមួយតួបាបរាងកាយទៅលើបុគ្គលមានអំណាចអានឹងតុលាការហ្នឹងឬក៏ប៉ូលីសអាចនឹងពិចារណាបើសិនជាឃើញថាការគំរាមកំហែងគឺតួ2ដង3ដងហើយគឺមានការទម្ងន់ណាប៉ុន្តែបើគាត់ថាបញ្ចេញយោបល់បែបឌឺដងបែបលេងសើចថាពេលគេចាប់តាសាញ់ជប់លៀង2យប់2ថ្ងៃអីហ្នឹងគឺអាហ្នឹងគឺគ្មានអីផ្ទុយនឹងច្បាប់ទេនៅក្នុងប្រទេសនីតិរដ្ឋ
ដែលជាប្រទេសប្រជាធិបតេយ្យពិតប្រាកដទេពលរដ្ឋថ្ងៃនៅកម្ពុជាប្រជាធិបតេយ្យហ្នឹងដោយសម័យកម្ពុជាប្រជាធិបតេយ្យហ្នឹងពីឆ្នាំ75ដល់79ហ្នឹងឈ្មោះប្រជាធិបតេយ្យប៉ុន្តែគ្មានប្រជាធិបតេយ្យផងបាទអរគុណចាងាកទៅលោកកឹមសុខវិញហេតុអីបានជាគ្រាន់តែពលរដ្ឋមួយរូបចាគាត់ជាពលរដ្ឋសាមញ្ញមែនទែនគាត់ជាអ្នកលក់ចាប់ហួយទេហើយគាត់ប្រើពាក្យតាសាញ់សោះហ្នឹងហេតុអីបានជាទៅជាធ្វើឲ្យលោកហ៊ុនសែននឹងឈឺចាប់មែនទែនហើយនិយាយតែញ័រមាត់តឹងសរសៃកមែនទែននៅពេលដែលលោកថ្លែងសារហ្នឹងតើហេតុអីបានជាប្រែคล้ายទៅជាបែបហ្នឹងបានបើគេនិយាយរឿងផ្សេងអ្នកផ្សេងសោះមិនបានទៅដល់ឈ្មោះគាត់ផងហ្នឹងចាវាដូចជាការបញ្ជាក់អំពីដំណាក់កាលចុងក្រោយនៃអំណាចគ្រួសារតកូលហ៊ុនណាចុងក្រោយទី1គឺប្រជាពលរដ្ឋទូទាំងប្រទេសទូទាំងពិភពលោកបានដឹងអំពីអំពើអក្រិតកម្មរបស់លោកហ៊ុនសែននិងក្រុមគ្រួសាររបស់គាត់រួចទៅហើយស្រាប់តែឃើញតុលាការព្រហ្មទណ្ឌអន្តរជាតិចាប់លោកឌុយតេតេក៏នឹកឃើញអំពីលទ្ធផលដល់ខ្លួនចាដូច្នេះមានន័យថាគោតបៅខ្នងទេដូច្នេះហើយពេលដែលក្អែកហើរំលងនៅឯណានោះសោះហ្នឹងក៏រំសាយកតុយខ្លួនឯងតែដល់បារម្ភខ្លាចក្អែកហ្នឹងមកចោះតបៅខ្លួនឯងហ្នឹងចាប្រកាសណាស់ហើយបើយើងប្រៀបធៀបជាមួយស្ថានភាពលោកឌុយតេតេវិញខុសគ្នាទាំងស្រុងណាលោកឌុយតេតេគាត់ធ្វើសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនមែនទែនគាត់អត់មានបំណងអាក្រក់ជាមួយជាតិសាសន៍ហ្វីលីពីនឬក៏ប្រទេសហ្វីលីពីនរបស់គាត់ទេគ្រាន់តែថាដោយសង្ខេបគាត់ធ្វើជ្រុលដៃទៅជាសោកនាដកម្មសម្រាប់មនុស្សក្រៅច្បាប់កាលណាសម្រាប់មនុស្សក្រៅច្បាប់ជារបៀបក្រមសហគមន៍ហើយវាចូលបទអក្រិតប្រឆាំងមនុស្សជាតិហើយពីព្រោះបទអក្រិតកម្មប្រឆាំងមនុស្សជាតិហ្នឹងគឺការធ្វើបាបមនុស្សជាសហគមន៍ជាក្រុមអញ្ចឹងគាត់ជាប់ផ្លូវច្បាប់ត្រង់ហ្នឹងប៉ុន្តែយុទ្ធនាការរបស់គាត់នោះប្រឆាំងគ្រឿងញៀនអត់មានបំណងអាក្រក់ចំពោះពលរដ្ឋហ្វីលីពីនក៏គ្មានគោលដៅបំផ្លាញប្រទេសហ្វីលីពីនដែរតែពិតទៅគាត់ចង់ជួយហ្វីលីពីនទេប៉ុន្តែលោកហ៊ុនសែនវិញគាត់ដឹងខ្លួនច្បាស់គាត់ដឹងច្បាស់ថាប្រជាពលរដ្ឋដឹងណាដឹងថាគាត់មិនមែនមានបំណងល្អចំពោះប្រជាពលរដ្ឋខ្មែរនិងក៏គ្មានបំណងល្អចំពោះប្រទេសជាតិកម្ពុជាដែរក្រៅតែមានបំណងរក្សាអំណាចរបស់គាត់ហើយគាត់ធ្វើអក្រិតកម្មច្បាស់តែម្ដងអក្រិតកម្មចុងក្រោយនេះគឺគាត់ប្រកាសធ្វើណាគាត់ថាងើបមួយវាយមួយហើយគាត់ថានោះជាយុទ្ធសាស្ត្រតាមពិតងើបមួយវាយមួយមិនមែនជាយុទ្ធសាស្ត្រនយោបាយទេណាពីព្រោះពាក្យថាយុទ្ធសាស្ត្រនយោបាយវាទាល់តែធ្វើក្នុងក្របខ័ណ្ឌច្បាប់ចង់ប្រកួតប្រជែងឲ្យឈ្នះគេប៉ុន្តែធ្វើក្នុងក្របខ័ណ្ឌច្បាប់ពីព្រោះប្រទេសកម្ពុជាប្រជាធិបតេយ្យសេរីពហុបកក្រោមរដ្ឋធម្មនុញ្ញប៉ុន្តែការប្រកាសងើបមួយវាយមួយមិនមែនជាយុទ្ធសាស្ត្រនយោបាយទេវាជាអក្រិតកម្មពីព្រោះកំចាត់មនុស្សខុសរដ្ឋធម្មនុញ្ញកំចាត់មនុស្សខុសគោលការណ៍សិទ្ធិមនុស្សអន្តរជាតិកំចាត់មនុស្សខុសធម្មនុញ្ញរបស់អង្គការសហជីវជាតិនេះចំណុចនឹងមួយណាក៏យើងអាចពិចារណាថាជាអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិដែរករណីលោកហ៊ុនសែនម្ល៉េះហើយគាត់ដឹងខ្លួនគាត់ច្បាស់ណាស់ថាកាលណាធ្លាក់ពីអំណាចទៅគាត់ក្តីកូនគាត់ក្តីប្រឈមហើយរឿងដែលគាត់ខ្លាចបំផុតនៅត្រង់ណាគាត់ខ្លាចពេលដែលគ្រួសារគាត់អស់អំណាចទៅស្រាប់តែគាត់ធ្លាក់សុខភាពទ្រុឌទ្រោមគ្មានកម្លាំងដើរទៅតុលាការព្រហ្មទណ្ឌអន្តរជាតិដោយខ្លួនឯងដោយលោកដូចទេគេអស់ប្រទេសទៅអានោះអាម៉ាស់ថែមទៀតណាគាត់បារម្ភត្រង់ហ្នឹងចាដូច្នេះរឿងរ៉ាវនៅពីក្រោយហ្នឹងគឺអាចខ្លួនឯងមានបញ្ហាខ្លួនឯងបានប្រព្រឹត្តហើយក៏បិទបំបិតមាត់គេទៅកុំឲ្យគេនិយាយកុំឲ្យគេបង្ហាញចាអ្នកស្រីជីវីចំណុចបញ្ហាមួយយើងឃើញច្បាស់ហ្មងក្រោយពីពេលដែលតុលាការព្រហ្មទណ្ឌអន្តរជាតិចាប់លោកឌុយតេតេលោកហ៊ុនសែនរុះរើលើកទឹកចិត្តអ្នកដឹកនាំគណៈបកប្រជាជនរបស់គាត់លើកលោកស្រីម៉ែនសំអនលើកលោកទាបាញ់វាជាការផ្សះផ្សាមួយនៅត្រង់ណាអាហ្នឹងគឺជាការបញ្ជាក់មួយថាវាហាក់ដូចជាព្យាយាមទប់នៅអំណាចចុងក្រោយរបស់ក្រុមគ្រួសារហ៊ុនណាចាអរគុណលោកសុខចាយើងនឹងជជែកគ្នាបន្ថែមទៀតអំពីរឿងនេះចានេះខ្ញុំសូមងាកមកលោកអាឡិចវិញចាលោកអាឡិចលោកកឹមសុខបានលើកឡើងថានៅពីក្រោយរឿងដែលលោកហ៊ុនសែនចេញមកចាប់ខ្លួនពលរដ្ឋស្លូតត្រង់
ចាគាត់ស្លូតត្រង់ទេហើយនឹងគម្រាមអ្នកផ្សេងទៀតទៅតាមយុទ្ធសាស្ត្រដែលលោកកឹមសុខបានលើកឡើងហ្នឹងគឺយុទ្ធសាស្ត្រងើបមួយវាយមួយនេះចាលោកហ៊ុនសែនធ្លាប់និយាយរឿងនេះពីមុនមកយូរមកហើយចាចាប់តាំងពីឆ្នាំ2013 2015 2017 2018មករហូតមកដល់បោះឆ្នោតឆ្នាំ2023ក៏នៅតែមាននិយាយរឿងនឹងដែរហើយប្រហែលថ្ងៃនេះគាត់លើករឿងនឹងមកវិញទៀតគឺគាត់បញ្ជាក់ថារឿងនេះមិនបញ្ចប់ទេគឺងើបមួយវាយមួយដូច្នេះអ្នកដែលប្រឆាំងអ្នកដែលហ៊ានចេញមកជំទាស់នឹងការការពារអំណាចរបស់គ្រួសារតកូលហ៊ុននេះគឺត្រូវតែគាត់បង្ក្រាបត្រូវតែគាត់ធ្វើបាបចាស់ចាប់ដាក់ពន្ធនាគារទៅឬក៏គាត់ធ្វើមិនមានគ្រោះថ្នាក់ចរាចរណ៍ឬក៏យ៉ាងណាអីដែលកន្លងមកនេះធ្លាប់មានរឿងរ៉ាវកើតឡើងហើយសូម្បីតែលោកធ្លាប់ប្រកាសថាសម្រាប់មនុស្សក៏បានដែរដូចជាករណីរបស់លោកផនផាណាអីជាដើមនេះចាគឺគម្រាមថាបើរស់ក៏រស់បើស្លាប់ក៏ស្លាប់ជាដើមចឹងទៅតើករណីណាខ្លះទៅដែលអាចជាការចោទប្រកាន់មេដឹកនាំអតីតនាយករដ្ឋមន្ត្រីចាស់លោកហ៊ុនសែននេះតាក់ទងទៅនឹងបទចោទផ្សេងៗនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិនោះចាស់សូមលើកឡើងដោយសង្ខេបផងចា៎ខ្ញុំគិតថាលោកហ៊ុនសែនគាត់កំពុងតែព្រួយបារម្ភស្លន់ស្លោតាមបារម្ភតាមកំណត់របស់ខ្ញុំឬក៏តាមចំណេះដឹងដែលខ្ញុំបានទទួលពីមេធាវីអន្តរជាតិណាព្រោះប្រៀបធៀបទូទៅទេឧក្រិដ្ឋកម្មទូទៅទេនឹងឧក្រិដ្ឋកម្មរបស់លោកហ៊ុនសែនអាហ្នឹងអ្នកខ្លះអាចកាត់កោះពីខ្ញុំណាហ្នឹងហើយតែខ្ញុំគិតថាទូទៅទេហ្នឹងសម្រាប់មនុស្សក្រៅប្រព័ន្ធឆ្លងពី 10000 ទៅ 30000 នាក់ថ្មីនេះនៅក្នុងសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនចឹងទៅមែនលោកហ៊ុនសែនមិនមែនទេវតាណាគាត់មិនមែនទេវតាទេប៉ុន្តែក៏គាត់កាន់អំណាចរយៈពេល30ឆ្នាំកន្លងមកហ្នឹងឧក្រិដ្ឋកម្មច្រើនដែរប៉ុន្តែបើប្រៀបធៀបទំហំនៃឧក្រិដ្ឋកម្មរបស់ហ៊ុនសែនជាមួយទូទៅទេជាមួយនឹងនៃប្រតិកម្មនៅអាហ្វ្រិកមួយចំនួនហ្នឹងគឺពីទួយទេខ្ញុំមានអំណាចមួយពាក្យបណ្ដឹងដែលមានពីមេធាវីអន្តរជាតិដែលដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងបើយ៉ាងតិច2 ទៅ 3 ដងកន្លងមកតាក់ទងនឹងចំនួនប្រជាជនដែលបង្ខំតាក់ទងទៅនឹងការរៀបរៀងដំណើរការនៃតុលាការខ្មែរក្រហមជាដើមទៅហើយយើងឃើញថាព្រះរាជអាជ្ញាមិនម្នាក់ទេ2 ទៅ 3 នាក់គឺអត់បានចាត់ការមានន័យថាអត់បានអត់ព្រមទទួលពាក្យបណ្ដឹងដើម្បីទៅស៊ើបអង្កេតណាអញ្ចឹងនិយាយថាចំណុចទី1គឺលោកហ៊ុនសែនគាត់ paranoid គាត់ឆ្លងជ្រុលហើយគឺករណីដែលទូទៅទេជួបអតីតមុនគេចាប់បញ្ជូនទៅប្រទេសហឡង់ហ្នឹងដើម្បីកាត់ក្តីហ្នឹងគឺលោកហ៊ុនសែនមិនសូវប្រឈមទេនៅក្នុងពេលនេះក្នុងពេលបច្ចុប្បន្ននេះបើសិនជាថ្ងៃណាមួយប្រជាពលរដ្ឋងើបតវ៉ាតាមផ្លូវរាប់ពាន់រាប់ម៉ឺនរាប់សែននាក់គាត់បញ្ជាឲ្យបាញ់សម្លាប់អាហ្នឹងគឺអាចណាប៉ុន្តែនៅក្នុងរយៈពេល30ឆ្នាំកន្លងមកហ្នឹងតាមយោបល់ខ្ញុំហ្នឹងឧក្រិដ្ឋកម្មរបស់លោកហ៊ុនសែនគឺហាក់បីដូចជាព្រះរាជអាជ្ញានៅតុលាការអន្តរជាតិតុលាការ ICC ហ្នឹងគឺមិនសូវចាត់ទុកជាឧក្រិដ្ឋកម្មធំធេងអីប្រហែលទេអាហ្នឹងចំណុចទី1ចំណុចទី2កុំភ្លេចថាណានៅហ្វីលីពីនហ្នឹងមានរឿងកើតឡើងប្រហែលខែកន្លងមកតែយើងអាចនឹងមិនសូវដឹងព្រោះយើងកម្រោចតាមដានរឿងនយោបាយនៅហ្វីលីពីនគឺគ្រួសារទូទៅទេគឺមានកូនរបស់គាត់សារ៉ាទូទៅទេជាអតីតនាយករដ្ឋមន្ត្រីគេហៅថាឧបនាយករដ្ឋមន្ត្រីណាគាត់មានបញ្ហាជាមួយនឹងគ្រួបាទអនុនាយករដ្ឋមន្ត្រីប្រទេសតៃហ្នឹងគឺបានមានគេថាសង្គ្រាមប្រាពាសង្គ្រាមជាមួយនឹងគ្រួសារម៉ាកុសបាទព្រោះនាយករដ្ឋមន្ត្រីគឺប្រធានាធិបតីគឺកូនរបស់ម៉ាកុសមេប្រជាចាស់ហ្នឹងដូច្នេះហើយយើងឃើញថាប្រហែលខែកន្លងមកហ្នឹងគ្រួសារទាំងពីរហ្នឹងគ្រួសារទូទៅទេនិងគ្រួសារម៉ាកុសហ្នឹងគឺបន្ទាស់គ្នាវាយគ្នារហូតដល់រដ្ឋាភិបាលបច្ចុប្បន្ននេះគឺបានសម្រេចចិត្តចាប់ទូទៅទេបញ្ជូនទៅ ICC មិនមែនប៉ូលីស ICC នឹងចាប់នៅហ្វីលីពីនណាពួក ICC អត់មានប៉ូលីសណា ICC ហ្នឹងគឺសូមបញ្ចេញនៃការចាប់តាមរយៈ Interpol ហើយប៉ូលីស Interpol ហ្នឹងក៏មិនមែនប៉ូលីសហឡង់ទេគឺប៉ូលីសរបស់ហ្វីលីពីនដូច្នេះហើយនេះគឺជារឿងកិច្ចការនយោបាយនៅក្នុងប្រទេសហ្វីលីពីនដែលបង្កើតឡើងរយៈពេលដែលកើតឡើងក្រោយពីមានប៉ះទង្គិចគ្នារវាងគ្រួសារដែលមានអំណាចខ្លាំងមែនទែននៅហ្វីលីពីនដែលករណីនេះក៏ខុសគ្នាពីកម្ពុជាព្រោះកម្ពុជាគ្រួសារដែលមានអំណាចហ្នឹងតែមួយហ្នឹងវាមិនដែលហ៊ុនម៉ាណែតទៅចាប់ហ៊ុនសែនបញ្ជូនទៅ ICC ណាអញ្ចឹងខ្ញុំគិតថាសម័យកុំហ៊ុនសែនហ្នឹងគឺឆ្លងឆ្លោតពេកណាពេលដែលគេប្រៀបធៀបគាត់នឹងតាសាញ់ជប់លៀងអីណាហ្នឹងកុំឲ្យគាត់ឆ្លងឆ្លោតឯប្រជាជនបញ្ចេញយោបល់ទីទួយទៅបែបលេងសើចគឺមិនគួរចាប់គេដាក់ពន្ធនាគារតែហ្នឹងចំណុចទី2ហើយចំណុចទី3ចុងក្រោយខ្ញុំគិតថាសូមឲ្យមេប្រាជ្ញាណាក៏ដោយទ្វីបណាក៏ដោយប្រទេសណាក៏ដោយបើសិនជាអ្នកឯងទួចជ្រុលចំពោះប្រជារាស្ត្រខ្លួនឯងសម្រាប់ប្រព័ន្ធឬក៏ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដោយការណៃដែលខ្ញុំនិយាយមិញថាបាតកោតាមផ្លូវគេទាមទារការដោះលែងឬក៏ទាមទារអ្វីមួយបើសិនជាអ្នកឯងបញ្ជាឲ្យប៉ូលីសចាប់ឬក៏បញ្ជាឲ្យគេបាញ់សម្លាប់លក្ខណៈទ្រង់ទ្រាយធំ
ទោះបីជាអ្នកឯងជាមេតឡាការនៃប្រទេសខ្លួនឯងក៏ដោយទោះបីជាអ្នកឯងមានឬក៏ច្រឡំថាមានគេហៅថាអភ័យឯកសិទ្ធិក៏ដោយអ្នកឯងគឺមិនអាចដេកស្រួលមួយជីវិតមករហូតដល់ស្លាប់ពីព្រោះនៅមានតឡាការអន្តរជាតិដូចជាតឡាការព្រហ្មទណ្ឌ ICC ក៏ដូចជាតឡាការបារាំងតឡាការអាមេរិកតឡាការអូស្ត្រាលីតឡាការមួយចំនួនដែលអាចនឹងចាត់វិធានការទៅលើអ្នកឯងប្រសិនបើអ្នកឯងប្រព្រឹត្តបទល្មើសលក្ខណៈទ្រង់ទ្រាយធំលក្ខណៈធ្ងន់ធ្ងរបាទចាលោកអាឡិចចាអាឡិចថាទី1ហ្នឹងលោកហ៊ុនសែនចាប់តាំងពីការកាន់អំណាចរបស់លោកមកដល់ពេលនេះចាយើងដឹងទាំងអស់គ្នាថាមានរយៈពេលជិត40ឆ្នាំទៅហើយហ្នឹងគឺមិនទាន់មានចំណុចណាមួយដែលថាលេចធ្លោដែលអាចឲ្យព្រះអាញាចោតប្រកាន់ព្រះអាញានៃ ICC នេះចោតប្រកាន់ទេហើយមួយវិញទៀតហ្នឹងគឺមិនទាន់មានការបែកបាក់ឬក៏មិនទាន់អស់អំណាចចេញពីដៃលោកហ៊ុនសែនទេដូច្នេះលោកហ៊ុនសែននៅមានអំណាចអាចការពារខ្លួនបានលើកលែងតែថ្ងៃណាមួយដែលលោកហ៊ុនសែនត្រកូលហ៊ុនអស់អំណាចតែប៉ុណ្ណោះចាលោកកឹមសុខតើលោកយល់ស្របនឹងអ្វីដែលលោកអាឡិចបានលើកឡើងទេចាកាលពីលើកមុនចាអាទិត្យមុនប្រហែលជាលោកកឹមសុខមានទស្សនៈផ្ទុយពីនេះចាសូមអញ្ជើញខ្ញុំតស៊ូមតិជាមួយលោកអាឡិចបន្តិចរឿងហ្នឹងចំណុចទី1លោកហ៊ុនសែនជៀសមិនផុតទេពីការចោទប្រកាន់ទៅនឹងរឿងអក្រិតកម្មសង្គ្រាមរឿងនេះមួយខ្ញុំច្បាស់ក្នុងចិត្តដោយសារខ្ញុំមើលឯកសាររបស់អង្គការសហប្រជាជាតិច្រើនហើយនឹងឯកសាររបស់អង្គការសិទ្ធិមនុស្សនានាដែលគេធ្វើការស្រាវជ្រាវច្បាស់ណាស់គេមិនមែនបញ្ចេញយោបល់តាមអារម្មណ៍តាមសម្អប់តាមបកគលទេគេស្រាវជ្រាវដូចជាឯកសាររបស់អង្គការសហជីវជាតិតាមរយៈលោក Thomas Hammarberg ដែលគាត់ជាតំណាងសិទ្ធិមនុស្សអង្គការសហជីវជាតិកាលពីអាណត្តិយូរហើយគេរកឃើញថាក្នុងរដ្ឋប្រហារឆ្នាំ1997ដែលលោកហ៊ុនសែនធ្វើដើម្បីដណ្ដើមអំណាចពីព្រះម្ចាស់នរោត្តមរណរដ្ឋនៅពេលនោះគឺចាប់ទាហានហ៊ុនស៊ិនពេជ្ររហូតដល់ជាង100នាក់ចាប់ចងហូតអាវុធហើយយកទៅសម្លាប់ចោលគេមិនថាលោកហ៊ុនសែនទេកម្លាំងរបស់លោកហ៊ុនសែនធ្វើដូច្នេះហើយកប់រាក់នេះគឺជាភ័ស្តុតាងច្បាស់ណាស់ក្នុងបទអក្រិតកម្មសង្គ្រាមការចាប់ឆ្លើយសឹកបានចាប់គូសត្រូវបានអ្នកអាចដកអាវុធឬចងដៃមែនដើម្បីកុំឲ្យតដៃប៉ុន្តែมันអាចសម្លាប់បានទេហើយការសម្លាប់លោកហ៊ុនសែនសារភាពដោយផ្ទាល់ថាជាកំហុសនៅក្នុងការប្រទុះអាវុធដាក់គ្នាដូច្នេះនេះគឺជាអក្រិតកម្មសង្គ្រាមដែលมันអាចឆ្លើយបដិសេធបានឡើយចំណុចទី2អក្រិតកម្មប្រឆាំងមនុស្សជាតិពិតមែនហើយតុលាការអក្រិតកម្មអន្តរជាតិគេអត់ទទួលយកទៅចាត់ការជាផ្លូវការនៅឡើយទេអក្រិតកម្មប្រឆាំងមនុស្សជាតិដូចជាតាក់ទងទៅរឿង30មីនា1997ការបោកគ្រាប់បែកហើយការសម្លាប់នានាជាបន្តបន្ទាប់នោះវាមានលក្ខណៈជាប្រព័ន្ធសម្លាប់មនុស្សដែលស្រឡាញ់ប្រជាធិបតេយ្យសេរីភាពកាលណាសម្លាប់មនុស្សជាប្រព័ន្ធធ្វើបាបមនុស្សជាប្រព័ន្ធអញ្ចឹងគឺអក្រិតកម្មប្រឆាំងមនុស្សជាតិណាហើយបញ្ហាដីធ្លីបញ្ហាធ្វើបាបជនជាតិខ្មែរអំបូរភាគតិចនៅប្រទេសកម្ពុជាជាដើមរឿងនេះគឺតុលាការអក្រិតកម្មអន្តរជាតិគេមិនទាន់ចាត់ការជាផ្លូវការមែនប៉ុន្តែมันមានការបញ្ជាក់ណាមួយថាតុលាការអក្រិតកម្មអន្តរជាតិឬតុលាការព្រហ្មទណ្ឌអន្តរជាតិទម្លាក់ចោលនៅឡើយទេអត់ទេហើយចំណុចមួយទៀតរឿងករណីលោកហ៊ុនសែនចំណុចអក្រិតកម្មអស់នេះវាជាអក្រិតកម្មដែលគេមិនឃើញលោកហ៊ុនសែនទៅបញ្ជាដោយផ្ទាល់ទេប៉ុន្តែគេស្រាវជ្រាវឃើញពាក់ព័ន្ធទៅនឹងលោកហ៊ុនសែននៅពីក្រោយម្ល៉េះហើយតុលាការអក្រិតកម្មអន្តរជាតិឬតុលាការព្រហ្មទណ្ឌអន្តរជាតិគេអាចចាត់ការរឿងនឹងបានទាល់តែមានការស៊ើបអង្កេតផ្ទាល់ទៅដល់ប្រទេសកម្ពុជាដូចជារឿងរំលោភដីធ្លីជាសហគមន៍រឿងធ្វើបាបជនជាតិដើមភាគតិចជាសហគមន៍ទាល់តែគេអាចទៅចុះស្រាវជ្រាវនៅប្រទេសកម្ពុជាបានប៉ុន្តែកាលណាកម្ពុជាក្រោមការគ្រប់គ្រងរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតក្រុមគ្រួសារហ៊ុនគេមិនអាចចុះស្រាវជ្រាវបានទេអញ្ចឹងហើយបានជាខ្ញុំគិតថាដំណើរការនេះវានៅអូសបន្លាយនឹងពន្យាពេលហ្នឹងមួយវិញទៀតយើងកត់សម្គាល់ករណីមួយយើងដឹងណាការបោកគ្រាប់បែកថ្ងៃទី30ខែមីនាឆ្នាំ1997រឿងនេះណាគ្រាន់តែបោកគ្រាប់បែកសម្រាប់ប្រជាពលរដ្ឋ16នាក់ហើយរបួសរហូតដល់ជាង150នាក់ប៉ះទាំងជនជាតិអាមេរិកផង FBI អាមេរិកបានចុះទៅស៊ើបអង្កេត FBI អាមេរិកគេព្យាយាមហៅមនុស្សពាក់ព័ន្ធមកសួរក្នុងនោះផែនការរបស់គេហៅលោកសំរាំងស៊ីដែលជាជនរងគ្រោះពេលនោះដែរហៅលោកហ៊ុនសែនដែរប៉ុន្តែលោកហ៊ុនសែនបដិសេធលោកហ៊ុនសែនបដិសេធហើយបានគម្រាម FBI អាមេរិកថាត្រូវតែចេញពីប្រទេសកម្ពុជាដោយប្រើឋានៈជាប្រទេសអធិបតេយ្យអញ្ចឹង FBI អាមេរិកអត់មានជំរឿអ្វីក្រៅតែពីចេញប្រទេសកម្ពុជាទេ
ចេញពីប្រទេសកម្ពុជាទេដូច្នេះនេះគឺជាភ័ស្តុតាងមួយបញ្ជាក់ថាអក្រិតកម្មនានាដែលកើតនៅក្នុងប្រទេសកម្ពុជាវាត្រូវមានការសហការជាមួយនឹងរដ្ឋអំណាចកម្ពុជាដើម្បីធ្វើការស៊ើបអង្កេតឲ្យច្បាស់ពីព្រោះការកាត់សេចក្តីតាមផ្លូវច្បាប់ទាល់តែមានភ័ស្តុតាងឲ្យច្បាស់ទោះបីតែដឹងថានោះលោកហ៊ុនសែននៅពីក្រោយក៏ដោយប៉ុន្តែត្រូវតែរកភ័ស្តុតាងឲ្យឃើញឲ្យច្បាស់មិនគ្រាន់តែថាអូមើលទៅដានហ្នឹងគឺដានលោកហ៊ុនសែនហើយកាត់តោឯងអត់អញ្ចឹងទេទាល់តែមានរដ្ឋាភិបាលមួយសហការស៊ើបអង្កេតឲ្យច្បាស់ពេលនោះគេអាចចាត់ការបានហើយសម្រាប់ខ្ញុំគឺខ្ញុំមើលឃើញបែបនេះដូច្នេះអក្រិតកម្មរបស់លោកហ៊ុនសែនហ្នឹងគឺច្រើនណាស់ប៉ុន្តែគេត្រូវការសហការស្រាវជ្រាវជាមួយនឹងរដ្ឋអំណាចនៅប្រទេសកម្ពុជាដែលធ្វើការជាមួយគេដើម្បីស្រាវជ្រាវឧទាហរណ៍30មីនាឆ្នាំ1997ការបោកគ្រាប់បែកទៅលើបាតុកម្មដែលដឹកនាំដោយលោកសំរងស៊ីនេះប្រសិនបើមានរដ្ឋាភិបាលប្រជាធិបតេយ្យមួយបើកការស៊ើបអង្កេតលោកហ៊ុនសែនក៏កិច្ចមិនផុតដែរប៉ុន្តែ FBI អាមេរិកចូលទៅគេមិនឲ្យស៊ើបអង្កេតផងហ្នឹងលោកហ៊ុនសែនដេញ FBI អាមេរិកផងដោយលើកហេតុផលថាកម្ពុជាប្រទេសអធិបតេយ្យអ្នកឯងមិនអាចទៅសួរហ៊ុនសែនតែហ៊ុនសែនចង់ឆ្លើយបានទេចាលោកអាឡិចដូចជាឈរមិននឹងទេចាមានអ្វីឆ្លើយតបទៅលោកកឹមសុខវិញចាយល់ស្របឬក៏យ៉ាងណាចាសូមជឿខ្ញុំគិតថារីករាយណាស់ដល់ពេលដែលយើងមានមតិយោបល់ខុសគ្នាទីទួយទៅផ្ទុយពីគ្នាខ្លះប៉ុន្តែយើងស្រឡាញ់ប្រទេសជាតិយើងជាអ្នកស្រឡាញ់ប្រជាធិបតេយ្យដូច្នេះបងកឹមសុខមានប្រសាសន៍ឬក៏មានយោបល់ខុសពីខ្ញុំឬក៏ខ្ញុំមានយោបល់ខុសពីគាត់ក្រោយមកយើងនៅតែជាមិត្តភ័ក្តិនៅតែរាប់អានគ្នាព្រោះយើងយកប្រទេសជាតិជាអតិភិបខុសពីលោកហ៊ុនសែនដែរអ្នកណានិយាយផ្ទុយពីគាត់គឺគាត់បញ្ជាចាប់ឬក៏បញ្ជាបាញ់បងអាហ្នឹងចំណុចសំខាន់ណាខ្ញុំគិតថាខ្ញុំគិតថាបងកឹមសុខគាត់និយាយត្រូវខ្ញុំឯកភាពថាបើសិនបាទនៅក្នុងអ្វីដែលអង់គ្លេសហៅថា in a perfect world មានន័យថានៅក្នុងពិភពលោកមួយដែលល្អឥតខ្ចោះប្រកបណាស់លោកហ៊ុនសែនមានបញ្ហាជាមួយតុលាការអន្តរជាតិតុលាការព្រហ្មទណ្ឌអន្តរជាតិយូរហើយពីព្រោះគាត់ប្រព្រឹត្តបទល្មើសច្រើនក5ក៏យើងមិនទាន់បាននិយាយមិញណារឿងបោះក្របបែកផងរឿងសម្លាប់ក្រៅប្រព័ន្ធរឿងកែមលុយរឿងច្រើនណាស់អាហ្នឹងនៅក្នុងពិភពលោកដែលអាចថ្ងៃណាមួយមានណាប៉ុន្តែបច្ចុប្បន្នយើងចាំចេះស្ដែងនិយមណាគឺក្នុងពេលនេះតុលាការ ICC ហ្នឹងក៏មានបុគ្គលិកមិនសូវច្រើននេះប្រហែលទេហើយកុំភ្លេចថានៃការចាប់ខ្លួន30នាក់ជាពិសេសនៅអាហ្វ្រិកដែលគេមានចាប់ផងអញ្ចឹងក្នុងពេលនេះ ICC ហ្នឹងគឺគ្មានលទ្ធភាពណាគឺមិនមែនគ្មានចន្ទៈណាចន្ទៈនោះសិតមានប៉ុន្តែគ្មានលទ្ធភាពដើម្បីទៅចាប់ទៅលើគេហៅថាបុគ្គលដោយហ៊ុនសែនឯបុគ្គលដោយហ៊ុនសែននៅអាមេរិកឡាទីនក៏មានអាហ្វ្រិកក៏មាននៅអាស៊ីហ្នឹងនៅឡាវនៅវៀតណាមក៏មានច្រើនដែរដូច្នេះហើយក្នុងពេលនេះសោកស្ដាយប៉ុន្តែហាក់បីដូចជាមិនទាន់ដល់ពេលដើម្បីឲ្យតុលាការអន្តរជាតិហ្នឹងគឺចាត់វិធានការទៅលើលោកហ៊ុនសែនដោយសារតុលាការទុយពេកហើយមនុស្សខលខូចដោយហ៊ុនសែនច្រើនពេកអាហ្នឹងចំណុចទី1ចំណុចទី2អ្វីដែលលោកហ៊ុនសែនគួរតែមិនគួរទេអ្វីដែលលោកហ៊ុនសែនខ្លាចជាងគេក្នុងតាមខ្ញុំគិតណារឿង ICC នេះគាត់ខ្លាចដែរមិនអត់ទេណាប៉ុន្តែអ្វីដែលគាត់ខ្លាចជាងគេគឺតុលាការឯករាជ្យពិតប្រាកដនៅក្នុងស្រុកមិនមែនតុលាការអាយ៉ងមិនឯករាជ្យរាល់ថ្ងៃណាគាត់ដឹងហើយថានៅពេលណាដែរពួកខ្ញុំនិយាយបាញ់ហ្នឹងគឺបដោតទៅលើតុលាការអន្តរជាតិណាប៉ុន្តែនៅពេលណាដែលកម្ពុជាមានប្រព័ន្ធតុលាការឯករាជ្យមិនអាយ៉ងទេហើយតុលាការពិតប្រាកដដែលមាននីតិរដ្ឋពិតប្រាកដណាលោកហ៊ុនសែនក៏ដូចជាមេប៉ូលីសមេទាហានគឺជាមិនផុតទេតុលាការគឺត្រូវតែសេពបង្កេតអំពើពុករលួយសម្រាប់កាន់បល័យឈុតពុធីចាក់សកម្មជនបរិស្ថានឬក៏ចាក់អ្នកនយោបាយដាក់ពន្ធនាគារតាមអំពើចិត្តអាហ្នឹងសិតតែបទល្មើសធ្ងន់ធ្ងរក្នុងស្រុកប៉ុន្តែគាត់ដឹងហើយថាដរាបណាមានអំណាចតុលាការអាយ៉ងរបស់គាត់មិនបារម្ភទេប៉ុន្តែគាត់បារម្ភថាគាត់អស់អំណាចថ្ងៃណាមួយគ្រួសារគាត់អស់អំណាចថ្ងៃណាមួយប្រទេសកម្ពុជានឹងមានតុលាការឯករាជ្យទើបគេចាប់ផ្ដើមចាត់វិធានការឬក៏សេពបង្កេតទៅលើឧក្រិដ្ឋកម្មរបស់គាត់ខ្ញុំសូមឆ្លើយតបប៉ុណ្ណឹងសិនអរគុណច្រើនចាអរគុណច្រើនលោកអាឡិចតាក់ទងទៅនឹងការត្រៀមខ្លួនរបស់លោកហ៊ុនសែនវិញចាដៃម្ខាងលោកបបិទ្ធមាត់ពលរដ្ឋចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារមិនអោយប្រៀបធៀបលោកទៅនឹងលោកសំណុំរឿងរបស់លោកដូចទៅទៀតទេហើយម្ខាងទៀតនោះចាលោកក៏ចាត់ចែងដែរនៅក្នុងផ្ទៃក្នុងរបស់គណៈបកកណ្ដាលអំណាចចាពីម្សិលមិញម្សិលមួយថ្ងៃនេះយើងបានដឹងទាំងអស់គ្នាដែរថាមន្ត្រីជាន់ខ្ពស់របស់គណៈបកកណ្ដាលអំណាចពីររូបចានឹងគឺជាមិត្តរួមអាវុធរបស់លោកហ៊ុនសែនផងចាគឺអ្នកស្រីម៉ែនសំអននិងលោកទៀបបាញ់ចាត្រូវតែងតាំងទៅជានាយឧត្តមសេនីយ៍ផុតលេខចាផ្កាយមាស5ចាហើយដែលលោកកឹមសុខលោកបានលើកបន្តិចហើយពីខាងដើមថានេះគឺជាការរៀបចំរបស់លោកហ៊ុនសែនដែរដើម្បីរារាំងចាដើម្បីត្រៀមទុកមុនទប់ស្កាត់ចំពោះការកើតមានទំនាស់ផ្ទៃក្នុងដែលឈានទៅដល់ការបែកបាក់រវាងអ្នកនយោបាយដែលកំពុងតែមានអំណាចនៅក្នុងដៃហើយនេះគឺជាមេរៀនមួយដែលនាំឲ្យមានការចាប់ខ្លួនរបស់លោកឌូតឺតេនោះឯងគឺការបែកបាក់គ្នារវាងអ្នកនយោបាយដែលកំពុងតែកាន់អំណាចដែលនាំឲ្យមានការចាប់ខ្លួនលោកឌូតឺតេនេះឯងចា
រឿងនេះចាស់លោកកឹមសុខលោកកឹមសុខក៏បានបញ្ចេញមតិនៅក្នុងព័ត៌មានរបស់វិទ្យុអាស៊ីសេរីកន្លងមកដែរថានេះគឺជាការរៀបចំរបស់លោកហ៊ុនសែនដើម្បីទប់ទល់នឹងការបែកបាក់ផ្ទៃក្នុងដើម្បីត្រៀមខ្លួនជាស្រេចថាលោកមិនត្រូវបានអាជ្ញាធរនៅក្នុងប្រទេសកម្ពុជានេះចាប់ខ្លួនលោកបញ្ជូនទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទេប៉ុន្តែនៅមានចម្ងល់មួយទៀតដែរតាក់ទងទៅនឹងមន្ត្រីនៅក្នុងជួរគណៈបកនេះចាគឺនៅមានសល់មនុស្សមួយចំនួនទៀតដែលមនុស្សដែលយើងគិតថាមានឥទ្ធិពលដែរដូចជាលោកសខេងលោកសាយឈុំអីជាដើមគឺនៅមិនទាន់មានការរៀបចំយ៉ាងណានៅឡើយទេតើរឿងនេះយ៉ាងម៉េចតើវាអាចជាសេណារីយ៉ូយ៉ាងម៉េចដែរទេចាលោកកឹមសុខខ្ញុំមើលទៅលោកហ៊ុនសែនកំពុងព្យាយាមរុះរើដើម្បីជំរុះចោលនៅអ្នកដែលត្រូវជំរុះចោលឬគាត់ចង់ជំរុះចោលនឹងរុះរើដើម្បីដំឡើងអ្នកទាំងឡាយណាដែលជាបង្អែកជួយការពារអំណាចក្រុមគ្រួសារហ៊ុនរបស់គាត់ហើយខ្ញុំមើលឃើញថាលោកហ៊ុនសែនកំពុងតែព្យាយាមរុញក្រុមលោកសខេងចេញតាមលំដាប់លំដោយហើយបើទោះបីជាតម្លើងលោកសខេងផ្កាយ5ប្រហែលថ្ងៃខាងមុខនេះក៏ដោយក៏វាអត់តំណងដែរពីព្រោះលោកសខេងគឺជាអនុប្រធានសវិសចាស់បន្ទាប់ពីលោកហ៊ុនសែនទៅហើយលោកស្រីម៉ែនសំអនលោកទាបាញ់ទៅតែឡើងអនុប្រធានក្នុងកិច្ចសម្របសម្រួលឲ្យគ្រប់គ្រងលោកហ៊ុនម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រីខ្ញុំចាំច្បាស់ណាស់មកខ្ញុំបានធ្វើការជជែករឿងនឹងក្នុងវិទ្យុអាស៊ីសេរីហើយបែរទៅជាលើកអ្នកទាំងពីរហ្នឹងឲ្យទៅជាឧត្តមសេនីយ៍ផ្កាយ5ស្មើទៅនឹងលោកហ៊ុនសែនខ្ញុំមើលសេណារីយ៉ូនេះទំនងជាលោកហ៊ុនសែនក៏ដឹងច្បាស់ណាស់ថាក្នុងដំណាក់កាលនេះគាត់មិនអាចអត់លោកស្រីម៉ែនសំអននិងអត់លោកទាបាញ់បានទេទំនងជាអត់លោកសខេងបានហេតុផលពីរយ៉ាងហេតុផលទី1នយោបាយការបរទេសលោកស្រីម៉ែនសំអនជាមនុស្សគន្លឹះរបស់វៀតណាមយើងតាមដានព័ត៌មាននោះដឹងហើយវិទ្យុអាស៊ីសេរីធ្វើរហូតគឺថាឲ្យតែមេដឹកនាំវៀតណាមរូបណាតាំងពីមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិក្រសួងការបរទេសនាយករដ្ឋមន្ត្រីប្រធានសភារហូតទៅដល់អគ្គលេខាធិការគណៈបកវៀតណាមបកកុម្មុយនីសវៀតណាមមកកម្ពុជាគឺជួបលោកស្រីម៉ែនសំអនរហូតក្នុងនាមគាត់ជាប្រធានសមាគមវៀតណាមកម្ពុជាដូច្នេះលោកស្រីម៉ែនសំអនសំខាន់ណាស់គឺជាស្ពានមួយសម្រាប់ជួយក្រុមគ្រួសារហ៊ុននៅក្នុងការរក្សាអំណាចពីការជ្រោមជ្រែងរបស់វៀតណាមចំណែកឯលោកទាបាញ់មានសារៈសំខាន់ពីរទី1គឺទំនាក់ទំនងជាមួយថៃมันអាចអត់ក្រុមលោកទាបាញ់បានទេហើយលោកទាបាញ់បានក្រេឌីតមួយទៀតគឺបកកុម្មុយនីសវៀតណាមសំទោសបកកុម្មុយនីសចិនសរសើរថាមានសមត្ថភាពនៅក្នុងកិច្ចការសហការជាមួយនឹងចិនកម្ពុជាជាពិសេសរឿងកសាងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររៀមនោះដូច្នេះអ្នកទាំងពីរហ្នឹងមកខាងវៀតណាមមកខាងចិនដែលលោកហ៊ុនសែននិងក្រុមគ្រួសារហ៊ុនត្រូវការជាបង្អែកប៉ុន្តែលោកសខេងអត់ដែលមានបង្ហាញភាពស៊ីជម្រៅជាមួយវៀតណាមទាំងជាមួយចិនទេដូច្នេះអាចរុញលោកសខេងចេញបានចំណុចមួយទៀតការយកលោកស្រីម៉ែនសំអននិងលោកទាបាញ់នេះមកគៀកវាប្រសើរជាងយកក្រុមលោកសខេងមកគៀកពីព្រោះនៅក្នុងផ្ទៃក្នុងគណៈបកប្រជាជនកម្ពុជានិងផ្ទៃក្នុងប្រទេសគឺក្រុមលោកទាបាញ់និងក្រុមលោកស្រីម៉ែនសំអនអត់មានកម្លាំងក្នុងការកម្ចាត់ក្រុមលោកហ៊ុនសែនទេប៉ុន្តែកម្លាំងរបស់លោកសខេងធំអញ្ចឹងហើយបើកម្ចាត់ក្រុមលោកសខេងបានគឺសុវត្ថិភាពសម្រាប់ក្រុមគ្រួសារហ៊ុនតែម្ដងបានបង្អែកពីចិនពីវៀតណាមហើយថៃក្រុមលោកថាក់ស៊ីនក្បែរនេះផងហើយអត់មានកម្លាំងតែន័យថាក្រុមលោកទាបាញ់និងក្រុមលោកស្រីម៉ែនសំអនអត់មានកម្លាំងតទល់នឹងក្រុមលោកហ៊ុនសែនផងនៅពេលដែលក្រុមលោកសខេងគឺរបេះចេញពីអំណាចឬត្រូវគេរុញចេញបានព្រោះហើយសេណារីយ៉ូនយោបាយមួយនេះគឺជាការព្យាយាមចុងក្រោយមួយក្នុងដំណាក់កាលចុងក្រោយមួយដែលលោកហ៊ុនសែនខ្ញុំមើលឃើញថាគាត់ព្យាយាមសាកល្បងនៅក្នុងការជួយជ្រោមជ្រែងអំណាចក្រុមគ្រួសាររបស់គាត់រឹងមាំពីព្រោះប្រសិនបើគាត់យ៉ាងម៉េចយ៉ាងម៉ាទៅសូមនិយាយអញ្ចឹងចុះហើយស្រាប់តែក្រុមលោកសខេងមានអំណាចអ្នកផ្សេងទៀតដែលមិនពេញចិត្តនឹងគាត់មានអំណាចនៅក្នុងផ្ទៃក្នុងគណៈបកប្រជាជនលោកហ៊ុនម៉ាណែតមិនអាចខ្លាយទៅជាប្រធានបានណាបើចៃដន្យអញ្ចឹងណាគឺក្រុមគ្រួសារហ៊ុនហ្នឹងអាចប្រឈមនឹងការកាត់ទោសដោយតុលាការក្រមកម្មអន្តរជាតិដោយលោកឌុយទៀតេអញ្ចឹងហើយបើយើងនិយាយដោយសង្ខេបខ្លីបន្តិចចុះខ្ញុំគ្រប់គ្រងមតិរបស់លោកអាឡិចតែថាប្រសិនបើក្រុមគ្រួសារនេះណាធ្លាក់ចេញពីអំណាចវិញណាអស់អំណាចវិញណាមិនចាំបាច់ដល់តុលាការក្រមកម្មអន្តរជាតិផងគ្រាន់តែនាឡិកា10គ្រឿងរបស់លោកហ៊ុនសែនហ្នឹងយកលោកហ៊ុនសែនទៅដាក់គុកបានបាត់ទៅហើយជាង$10 លានហ្នឹងបានលុយពីណាមកគ្រាន់តែលោកហ៊ុនម៉ាណែតចាយលុយលើ Facebook ប្រមាណ$1 លានហ្នឹងយកទៅដាក់គុកបានបាត់ទៅហើយរាប់ឆ្នាំ
ងាយចេញទេ អរគុណច្រើនលោកកឹមសុខចាហើយយើងនឹងតាមដានរឿងនេះទៀតចាហើយដោយសារតែយើងអស់ពេលទៅហើយចានេះខ្ញុំសូមខ្លីពីអ្នកទាំងពីរបន្តិចទេចាតកតងទៅនឹងស្ថានភាពរបស់វិទ្យុអាស៊ីសេរីនេះតើក្នុងចិត្តនឹងយ៉ាងម៉េចទៅចាលោកអាឡិចចាសូមសង្ខេបខ្លីៗមានពីពីម៉ាត់ចាសូមអញ្ជើញ ពីម៉ាត់តិចមែនតើ យើងអស់មកចា ខ្ញុំអរគុណមែនតើខ្ញុំតាមពិតខ្ញុំចេះភាសាខ្មែរគ្រូបង្រៀនผมបំផុតរបស់ខ្ញុំគ្រូវិទ្យុអាស៊ីសេរីខ្ញុំសូមសរសើរហើយប្រសិនបើរឿងណាកើតឡើងប្រហែលថ្ងៃប្រហែលសប្តាហ៍ទៅមុខទៀតខ្ញុំគិតថាវិទ្យុអាស៊ីសេរីនៅរស់នៅក្នុងបេះដូងរបស់យើងទាំងអស់គ្នារាប់លាននាក់ហើយក៏គុំនឹងមានថ្ងៃណាមួយដែលរដ្ឋាភិបាលអាមេរិកឬក៏ម្ចាស់ជំនួយណាផ្សេងផ្ដល់តាវិការឲ្យតែសារវិទ្យុអាស៊ីសេរីហ្នឹងគឺលើកពីសារព័ត៌មានផងពីព្រោះនៅកម្ពុជាសារព័ត៌មានផ្សេងហ្នឹងគឺរបបតាសាញ់ហ្នឹងរបបលោកហ៊ុនសែនហ្នឹងបានកំទេចចោលហើយអញ្ចឹងសល់តែវិទ្យុអាស៊ីសេរីទេដែលនៅមានសក្តិក្លាហាននិងផ្ដល់ព័ត៌មានជាក់លាក់ដែលមានរបៀបត្រឹមត្រូវដល់ប្រជាពលរដ្ឋរាប់លាននាក់ដូច្នេះហើយខ្ញុំសរសើរផងហើយក៏គុំបាត់ទឹកចិត្តឲ្យសោះព្រោះក្តីសុបិនរបស់យើងនៅដដែលហើយគុំនឹងមានថ្ងៃណាមួយត្រឡប់មកវិញបើសិនជាគេបកសកម្មភាពនៅក្នុងពេលឆាប់ៗនេះបាទ ចាលោកកឹមសុខចាសូមខ្លីមែនតើចា វិទ្យុអាស៊ីសេរីស្ថិតនៅក្នុងសតិសម្បញ្ញៈរបស់ខ្ញុំរបស់ប្រជាពលរដ្ឋខ្មែរដែលចង់បានយុត្តិធម៌ប្រជាធិបតេយ្យហើយដូច្នេះវិទ្យុអាស៊ីសេរីទោះបីក្នុងស្ថានភាពបែបណាក៏មិនស្លាប់ដែរហើយប្រជាពលរដ្ឋខ្មែរដែលចង់ដឹងការពិតនិងចង់បានប្រជាធិបតេយ្យពិតប្រាកដនៅប្រទេសកម្ពុជានៅតែរងចាំស្ដាប់វិទ្យុអាស៊ីសេរីទោះបីផ្សាយបន្តិចបន្តួចឬក៏ផ្សាយពេញឬក៏ផ្សាយប៉ុណ្ណាក៏ដោយខ្ញុំជឿជាក់យ៉ាងដូចនេះតាមរយៈការសិក្សាស្រាវជ្រាវរបស់ខ្ញុំតាំងពីខ្ញុំនៅមូលដ្ឋាននៅប្រទេសកម្ពុជារហូតដល់ក្រៅប្រទេសនេះបាទ ចាយើងក៏សង្ឃឹមថាវិទ្យុអាស៊ីសេរីនឹងមិនទៅណាដែរចាថ្ងៃស្អែកនេះចាលោកជួនច័ន្ទបុតនឹងចូលមកសម្របសម្រួលកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីចាហើយសូមលោកនាងកុំភ្លេចរងចាំតាមដានពីស្ថានភាពរបស់វិទ្យុអាស៊ីសេរីនេះកុំបីខានចាសម្រាប់ពេលនេះចានេះខ្ញុំសូមជម្រាបលាវាគ្មិនទាំងពីរត្រឹមប៉ុណ្ណេះចា